ថ្ងៃដែលឈប់សម្រាកជាទូទៅគេនៅផ្ទះអីចឹងទៅដោយឡែកបងប្រុសគឺគាត់បានទៅស្ទូចត្រីអីចឹងជាដើមណាដោយតែខ្ញុំដែរអញ្ចឹងតនេមិនតាន់ទេđangតែរកកន្លែងទឹកហើយអីដែលជាក់ស្ដែងនោះនៅស្រុកគាត់គឺកំពង់ធំឯងហើយបងប្រុសបានបញ្ជាក់ទៀតថានៅកន្លែងគាត់សបោត្រីណាអូនអើយអត់ខ្វះទេរឿងត្រីហ្នឹងប៉ុន្តែគាត់អត់មានឧបករណ៍សម្រាប់ដាក់កាមេរ៉ាទូរស័ព្ទណាគាត់ក៏បានទិញឧបករណ៍ពីខ្ញុំមួយចឹងទៅប៉ុន្តែអីឥឡូវនេះឧបករណ៍មិនតាន់បានទៅដល់ផងគាត់ឆ្លៀតស្ទូចបាត់ទៀតទៅហើយគាត់ថាបាន2សេនឲ្យខ្ញុំមើលទៅទៀតអូយសាហាវមែនតើបងហ្នឹងมันគេហៅថាអ្នកស្រឡាញ់វិស័យស្ទូចត្រីពិតប្រាកដណាហើយបងប្អូនដែលកំពុងមើលហ្នឹងនៅកំពុងធំអីសបោត្រីដូចអញ្ចឹងគាត់បាននិយាយអត់បងប្អូនពួកអីគាត់ថាសបោមែនតើរឿងគ្រាន់តែត្រីមកស្ទូចលេងអីសបាយអញ្ចឹងអត់ខ្វះទេមិនចាំទៅណាឆ្ងាយទេអេសាហាវមែនតើមិនគ្រាន់បើជាខ្ញុំបងបើកន្លែងខ្ញុំចប់ហើយអត់មានត្រីគួរឲ្យណាកយគុណសោះពេលអញ្ចឹងទៅធ្វើវីដេអូក៏វាមិនសូវជាកើតដែរប៉ុន្តែបើបានដូចគាត់ចេះល្អហ្មងអញ្ចឹងបើសង្ឃឹមតែមានពេលវេលាណាមួយដែលសមរម្យអីអាចទៅជួបគាត់បានចង់ទៅលេងមែនតើបងប្អូនបាទអរគុណច្រើនអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនបាទ